សនិកជនទាំងឡាយជាទីមេត្រីឆ្នាំចាស់កន្លងផុតទៅឆ្នាំថ្មីឈានចូលមកដល់ក្នុងប៉ុន្មានថ្ងៃនេះទស្សនិកជនធ្វើដំណើរទៅកាន់ឃុំហាមយ៉ាងស្រុកថ្កើនឹងបានឃើញលំនៅឋាននៅទីនេះស្អាតស្អំរឹងមាំវាស្រែចំការសួនច្បារដំណាំមានពណ៌ដ៏ស្រស់បំព្រងកមនាគមន៍បើកទូលាយចិញ្ចឹមថ្នល់ទាំងសងខាងមានដំផ្ការគ្រប់ប្រភេទជាប្រការដែលតាក់ទាញអារម្មណ៍របស់អ្នកដំណើរពេលមកដល់តំបន់ជនបទដែលមានជនរួមជាតិខ្មែររស់នៅកកកនៅស្រុកថ្កើនេះឃុំហាមយ៉ាងស្រុកថ្កើបាននឹងកំពុងផ្លាក់ថ្មីក្រោយរយៈកាលអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីប៉ុន្មានឆ្នាំកន្លងឃុំហាមយ៉ាងស្រុកថ្កើបានវិនិយោគកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីបម្រើដល់ការផលិតនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងភូមិសាស្ត្រមកដល់ពេលនេះថ្នល់តបចាប់ឃុំមានប្រវែង13គីឡូម៉ែត្របានចាក់កៅស៊ូ 100% ថ្នល់តបចាប់ភូមិបានចាក់កៅស៊ូ 90.5% ផ្លូវលំតាមភូមិបានកសាងរឹងមាំសម្រាប់ 79.8% ថ្នល់ក្រៅពីនោះក៏ច្រះស្អាតធានារថយន្តបើកបរបានយ៉ាងងាយស្រួលមិននៅមានភក់ច្រំក្នុងរដូវវស្សាធានាបម្រើល្អតាមសេចក្តីត្រូវការផលិតរបស់ប្រជាជនប្រព័ន្ធធារាសាស្ត្របានវិនិយោគបម្រើល្អតាមសេចក្តីត្រូវការផលិតនិងប្រើប្រាស់របស់ប្រជាជនអគ្គិសនីជនបទតែងបានកែលម្អនិងពង្រីកជាបន្តបន្ទាប់មកដល់សប្តាហ៍ថ្ងៃនេះទូទាំងឃុំមានអត្រាប្រជាជនបានប្រើប្រាស់អគ្គិសនីប្រកបដោយសុវត្ថិភាពនិងជាប្រចាំសម្រាប់ 98.57% ក្នុងភូមិទាំង7របស់ឃុំសុទ្ធតែមានអគារវប្បធម៌ប្រាក់ចំណូលគិតជាមធ្យមភាពរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំទទួលបាន53លាន120,000 ដុល្លារពលករបានបណ្ដុះបណ្ដាលសម្រាប់អត្រា 70.49% ប្រជាជនទាំង 100% ចូលរួមធានារ៉ាប់រងសុខាភិបាលប្រព័ន្ធផ្ដល់ទឹកបានកសាងសម្រេចឆ្លើយតបបាន 100% នៃសេចក្តីត្រូវការរបស់ប្រជាជនសប្តាហ៍ថ្ងៃទូទាំងឃុំមានប្រជាជន 100% បានប្រើប្រាស់ទឹកស្រោបអនាម័យ 73.77% បានប្រើប្រាស់ទឹកជ្រះការបំផុសចលនាប្រជាជនឲ្យអនុវត្តបទដ្ឋានទី17ស្តីពីបរិស្ថានបានយកចិត្តទុកដាក់បណ្ដាមូលដ្ឋានចិញ្ចឹមសត្វបានប្រជាជនកសាងប្រព័ន្ធវិនិច្ឆ័យជាតិសំណុលការធានាសន្តិសុខនយោបាយរបៀបរៀបរយសុវត្ថិភាពសង្គមរក្សាលំនឹងសប្តាហ៍ថ្ងៃនេះឃុំមានភូមិទាំង 100% សម្រាប់សម្បត្តិសុវត្ថិភាពអំពីសន្តិសុខរបៀបរៀបរយឃុំបានគណៈកម្មាធិការប្រជាជនស្រុកទទួលស្គាល់ឃុំសម្រាប់សម្បត្តិសុវត្ថិភាពអំពីសន្តិសុខរបៀបរៀបរយកាលពីឆ្នាំ2022បណ្ដាវិស័យសុខុមាលភាពសង្គមនិងការកសាងជីវភាពវប្បធម៌សម្រាប់បានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ជាច្រើនរួមចំណែកលើកស្ទួយជីវភាពទាំងសម្ភារៈនិងទាំងស្មារតីជូនដល់ប្រជាជនទៅកាន់ភូមិបន្ទាយក្របេឃុំហាមយ៉ាងស្រុកថ្កើយើងនឹងបានឃើញច្បាស់នៅការរីកចម្រើនរបស់តំបន់ជនបទមួយដែលមានជនរួមជាតិខ្មែររស់នៅស្មើ 97% ដែលកាលពីមុនជាតំបន់ជនបទក្រីក្រមិនទាន់មានថ្នល់ត្រឹមត្រូវដើម្បីធ្វើដំណើរជីវភាពរបស់ប្រជាជននៅជួបការលំបាកយ៉ាងខ្លាំងនាំយើងខ្ញុំទៅទស្សនាថ្នល់បេតុង2កន្លែងដែលកំពុងកសាងឆ្លងកាត់វាលស្រែធំចំនួន2លោកថេកងុកឌីមលេខាបកភូមិបន្ទាយក្របេមានក្តីរីករាយយ៉ាងក្រៃលែងបងប្អូនcũngបានបរិច្ចាគដីដូចទៅបរិច្ចាគដីទៅខ្នល់ពីកន្លែងបាក់នឹងរត់គេកសាងខ្នល់នេះហើយcũngបានមេមីនិយាយតាcũngគ្រប់គ្រងមិនខ្នល់ទ្រឹមត្រូវជីងហើយពេលដល់ជំនិញចូលទិញដូរនៅទីដូចស្រូវដូចអីអញ្ចឹងcũngមិនមែនតម្លៃចាំមិនលួងមិនទេបីដឹកចេញទៅដល់ខ្នល់ក្រៅthì anh để đích ô bằng khát chán chứ cái lâu rồi ngại mình khó nói chính hay cái chỗ tình số cái đỏ cái xe cũng bàn tầm lại chàng không ថ្ងៃផ្ដាំកសាងថ្នល់ក្នុងភូមិអទឹកអធំដោយពិធីបុណ្យប្រជាជនដែលរស់នៅសងខាងថ្នល់ស្ម័គ្រចិត្តចូលរួមកັບឆ្ការដើមឈើរុករើរបងប្រជាជនចូលរួមកម្លាំងកាយនិងទ្រព្យដើម្បីសំណង់កសាងឆាប់បានសម្រេច
ដោយឃើញផ្ទាល់នៅការលំបាកវេទនារបស់មាមីងពេលធ្វើដំណើរតាមផ្លូវនេះបងស្រីថៃថៃវណ្ណេបានស្ម័គ្រចិត្តបរិច្ចាគដីកសាងថ្នល់បេតុងតភ្ជាប់ភូមិនេះ Không, bị cái toàn thơ nông thôn đi một túi chấp lô về buồn mà bạc á, và bạc lô ra bằng buồn mà làm bị buồn mà bạc lại, bà thư xe thấy bà bạc lại nó làm đuối, nên chúng bà trộm bị buồn mà trộm cái tóc lôi buồn, thì bà trộm ép lô bà chữ yết tiếc là một thứ năng ấy, một thứ bị buồn chữ yết nó, mình đi là bọn này mà bọn thơ này là đẹp này cột đại ở thế, hay là chính bọn kinh giờ chính kể tới những bậc lô thông tin tôi đi kia nó, lợn chính bà chính sâu cái lợn một cũng cái tình nhàn tập lại đây. Dừng lợn mà nó hay bà mẹ là đánh lạn cái cho lợn chứ nín mẹ lâu kia nó sâu dừng cũng lọc bạn tầm lại nha cái đó mà đây dừng nuôi bụng thì cái tiền ép dài dừng មានថ្នល់រឹងមាំដើម្បីងាយស្រួលក្នុងការធ្វើដំណើរដឹកជញ្ជូនទំនិញក្នុងរដូវវស្សានោះក៏ជាបំណងប្រាថ្នារបស់មីងខឹមថៃហឿងនៅភូមិបន្ទាយក្របេ nhom giờ cái plu nên quỵt nè bê đỏ sắt tập phóc hay dừng tầng kia lùi phóc bê hay nhom giờ chung nhom khinh quỵt nè chúng chạy chặt ổi đỡ ngọ cái nè bạn thơ plu may nên nhom ở quân thay chả cả có nhom cái đỏ đại non có nhom ổi đầy tinh tuổi đâm bể chạy cái nè đỡ thơ plu ổi dừng đỡ nên dừng ở quân thay chả cả chờ đêm đinh dày bịch ổi ở thế cha tập bạn chui thơ nên đỡ ngọ cái nè dừng chui ở ngọ cái nè tao hay để nhom ổi nên nhom hiên ổi nên là để nhom tiền á cái mẹ để nhom mẹ ổi chạy ổi thế ជាឃុំកសិកម្មជីវភាពរបស់មាមីងភាគច្រើនគឺផលិតស្រូវនិងដាំដំណាំមិនមែនគ្រួសារណាក៏មានជីវភាពធូរធារនោះទេប៉ុន្តែឆ្លងតាមរយៈការចលនាទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ទីប្រជុំជនប្រជាជននៅភូមិបន្ទាយក្របេឃុំហាំយ៉ាងបានសាមគ្គីគ្នានិងស្ម័គ្រចិត្តចូលរួមយ៉ាងច្រើនក្នុងការកសាងជនបទថ្មីប្រសិនបើគ្មានការចូលរួមវិភាគទានពីប្រជាជនគឺមិនអាចសម្រេចជោគជ័យបានឡើយប្រការនេះបានបញ្ជាក់ដោយការពិតគឺថ្នល់ជនបទក្នុងភូមិបានកសាងយ៉ាងរឹងមាំចំណុចសំខាន់ក្នុងការកសាងជនបទថ្មីគឺប្រាក់ចំណូលរបស់ប្រជាជនហេតុនោះមូលដ្ឋានតែងអនុវត្តនៅទម្រង់ជាច្រើនដូចជាការអនុវត្តបច្ចេកទេសថ្មីក្នុងការផលិតជំនួយទុនចិញ្ចឹមគោបង្វែរមកដាំដំណាំដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាដើម ពេលនេះគុំចន្ទបទថ្មីនៃផងដៅគួយnămចុងឆ្នាំ2023សម្រាប់ទីជីនៅមកនៅទីជីមិនតាន់សម្រាប់ជាទីជីគ្រួសារក្រីក្រទីជីthu nhập rọtជំនួយឲ្យទុនឲ្យប្រជាជនរីកចម្រើនខាងដាំដុះឬមួយចិញ្ចឹមសត្វចិញ្ចឹមគោរកការងារធ្វើទីក្នុងក្រៅខេត្តបាទមានthu nhập ផែនការខាងមុខហើយឃុំដាក់ផែនការឲ្យភូមិសម្រាប់ភូមិបពធជនរដ្ឋថ្មី 100% ជាពិសេសគឺភូមិបន្ទាយក្របេសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនបានរីកចម្រើនជាងភូមិប្រមាណបាទ មិនត្រឹមតែមានដំណាភាពក្នុងវិស័យកសិកម្មភូមិបន្ទាយក្របេនៅទៀងជាភូមិមុខរបរប្រវេណីបកក្រែឫស្សីមួយដែលចលនាយ៉ាងប្រសិទ្ធភាពទៀតផងក្នុងនោះលេចធ្លោបំផុតគឺមូលដ្ឋានបកក្រែឫស្សីត្រីកាញ់គិតជាមធ្យមភាពក្នុងមួយខែមូលដ្ឋានត្រីកាញ់បោះក្រែតុកកៅអីបានជាង60សម្រាប់មួយសម្រាប់មានតម្លៃពី1លាន200ពាន់ដុំដល់1លាន600ពាន់ដុំ ក្នុងមួយខែមូលដ្ឋានទទួលបានប្រាក់ចំណូលពី72លានដល់96លានដុំបានរួមចំណែកដោះស្រាយការងារធ្វើជាលំនឹងជូនពលករចំនួន10នាក់នៅមូលដ្ឋានដោយមានប្រាក់ខែប្រមាណ6លានដុំក្នុងម្នាក់ក្នុងមួយខែរួមចំណែកបង្កើនប្រាក់ចំណូលជាមធ្យមភាពរបស់មនុស្សម្នាក់ក្នុងភូមិឡើងដល់54លានដុំក្នុងមួយឆ្នាំខ្ពស់ជាងប្រាក់ចំណូលមធ្យមភាពមនុស្សម្នាក់របស់ឃុំ អត្រាគ្រួសារក្រីក្រថយចុះនៅ 8% ចំពោះលទ្ធផលដែលសម្រេចបាននោះភូមិបន្ទាយក្របេរក្សាលំនឹងកិត្តិនាមភូមិវប្បធម៌ជាច្រើនឆ្នាំបន្តបន្ទាប់ មកចំនួនគ្រួសារធ្វើស្រែមកឃើញស្រែកន្លែងមកដូចថាធ្វើស្រែមិនសូវបានផលនោះពួកមេមីងcũngមាន
cái bờ đồ anh mục tầm nam bờ đồ mục thay cái chốc thơ sre cái bờ đồ màu tầm nam kênh là cái nòng về cái plot tầm nam nó kênh cũng men Paul chèn thơ sre cái mở kênh để bọc srop màu chịu phép rồi xí bờ mềm mình vậy ta rồi thứ ngày men cả đi chum rần ពីនិតឡើងវិញនៅការផ្លាស់ថ្មីរបស់មាតុភូមិនាសប្តាហ៍ថ្ងៃនេះប្រជាជនមានការរីករាយយ៉ាងក្រៃលែងបន្ទោឆ្នាំថ្មីវៀតណាមឆ្នាំនេះរួមជាមួយប្រជាជនវៀតណាមមានជនរួមជាតិខ្មែរមានក្តីរីករាយត្បិតភូមិស្រុកបានផ្លាស់ថ្មីប្រជាជនសាមគ្គីប្រត់ដៃគ្នាកសាងភូមិស្រុកបានរីកចម្រើនឥតឆាប់ឆោបន្ទោឆ្នាំថ្មីវៀតណាមឆ្នាំ2023នេះប្រជាជនភូមិបន្ទាយក្របេ បានសាមគ្គីផ្ដុំកម្លាំងកសាងសម្រេចភូមិបបថជនបទថ្មីរួមជាមួយបកភិកនិងប្រជាជនឃុំហាំយ៉ាងកសាងសម្រេចឃុំជនបទថ្មីចំពោះការផ្លាក់ថ្មីនេះមានភូមិបន្ទាយក្របេនិងទទួលបញ្ចូលឆ្នាំថ្មីវៀតណាមដោយក្តីរីករាយនិងសុខដុម